ណែនាំឲ្យស្គាល់ស្ត្រីម្នាក់អង្គុយអមកំពូលអ្នកជំនួយនៅកម្ពុជាលោកអ្នកអុកញ៉ាប៉ុងខៀវសៃកាលពីថ្ងៃទី7ខែកុម្ភៈឆ្នាំ2026លោកអ្នកអុកញ៉ាប៉ុងខៀវសៃប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រប់បានរៀបចំនិងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីជួបជុំសម្ដែងសម្ដាលបុគ្គលិកមហាគ្រួសារកាណាឌីយ៉ាឆ្នាំ2026ដោយមានស្ត្រីមួយរូបអង្គុយអមជាមួយកៅអីគណៈអធិបតីនៅសាលមហោស្រពកពេជ្រចំពោះស្ត្រីដែលអង្គុយក្បែរកំពូលអ្នកជំនួយនៅកម្ពុជាលោកអ្នកអុកញ៉ាប៉ុងខៀវសៃខាងលើនេះមានឈ្មោះថាលោកស្រីវិជ្ជបណ្ឌិតលឹមលីណាដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC សហស្ថាបនិកនិងជា CEO មន្ទីរពេទ្យ Intercare និងជាអនុប្រធានក្រុមប្រឹក្សាភិបាលធនាគារប្រៃសណីយ៍កម្ពុជា CP Bank ដែលជាបុតសម្ព័ន្ធរបស់ក្រុមហ៊ុន Canada Group ផងដែរយោងតាមគេហទំព័រធនាគារប្រៃសណីយ៍កម្ពុជាបានបង្ហាញពីប្រវត្តិរូបរបស់លោកស្រីវិជ្ជបណ្ឌិតលឹមលីណាឲ្យដឹងថាលោកស្រីបានកើតនៅរាជធានីភ្នំពេញបន្ទាប់មកបានទៅរស់នៅធំដឹកក្តីនិងសិក្សានៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដាលោកស្រីបានបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រនិងបានទទួលសញ្ញាបត្រវិជ្ជបណ្ឌិតនៅឆ្នាំ2000លោកស្រីបានបន្តជំនាញខាងវិទ្យាសាស្ត្រផ្នែកគ្រួសារហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យម៉ុងរ៉េអាល់នៅក្នុងឆ្នាំ2002រយៈពេល75ឆ្នាំលោកស្រីបានចេញបំពេញការងារនៅមន្ទីរពេទ្យនិងគ្លីនិកឯកជនផ្សេងៗគ្នានៅខេត្តកេបិចនិងអនតារីយ៉ូប្រទេសកាណាដានៅក្នុងឆ្នាំ2007ដោយសារហេតុផលគ្រួសារលោកស្រីបានមករស់នៅកម្ពុជាវិញនៅក្នុងគោលបំណងរក្សាវិជ្ជាជីវៈរបស់ខ្លួនលោកស្រីបានបំពេញការងារក្រៅម៉ោងក្នុងតួនាទីជាវិជ្ជបណ្ឌិតផ្នែកវិទ្យាសាស្ត្រនៅគ្លីនិកអន្តរជាតិ International SOS គ្លីនិក Raffles Medical នៅក្នុងរាជធានីភ្នំពេញរហូតដល់ឆ្នាំ2020ប្រពន្ធដដែលខាងលើនេះបានបន្ថែមថាលោកស្រីវិជ្ជបណ្ឌិតលឹមលីណាគឺជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា PLC ដែលជាធនាគារពាណិជ្ជមុខគេមួយនៅកម្ពុជាចាប់តាំងពីឆ្នាំ2007ហើយលោកស្រីក៏មានតួនាទីជានាយកមិនប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធនាគារប្រៃសណីយ៍កម្ពុជាចាប់តាំងពីឆ្នាំ2013ផងដែរ